សូមជូនរឿងព្រះនាងនិងគ្រាប់សណ្ដែកកាលពីព្រេងនាយមានព្រះអង្គម្ចាស់មួយអង្គទ្រង់ចង់រៀបអភិសេកជាមួយនឹងព្រះនាងម្ចាស់ដូច្នេះទ្រង់បានធ្វើដំណើរទៅកាន់នគរជាច្រើនដើម្បីរកព្រះនាងព្រះអង្គម្ចាស់បានជួបនឹងព្រះនាងជាច្រើនព្រះនាងខ្លះក្នុងចំណោមពួកគេសុទ្ធតែមានព្រះភ័ក្ត្រស្រស់ស្អាតព្រះនាងខ្លះឆ្លាតវាងវៃនិងព្រះនាងខ្លះទៀតមានទ្រព្យសម្បត្តិយ៉ាងច្រើនប៉ុន្តែព្រះអង្គម្ចាស់មិនគិតថាព្រះនាងទាំងនោះជាព្រះនាងពិតប្រាកដសម្រាប់ទ្រង់ឡើយដូច្នេះព្រះអង្គបានធ្វើដំណើរត្រឡប់ទៅកាន់ព្រះនគរវិញទ្រង់មិនសប្បាយព្រះハរតីទាល់តែសោះល្ងាចមួយមានខ្យល់ព្យុះយ៉ាងខ្លាំងមានផ្គររន្ទះផ្លេកបន្ទូលព្រមទាំងភ្លៀងទៀតផងភ្លាមនោះព្រះអង្គនិងរាជិនីបានឮសំឡេងគោះទ្វាររាជវាំងព្រះអង្គបានយាងទៅនឹងឆ្លើយតបមានក្មេងស្រីម្នាក់កំពុងឈរក្បែរមាត់ទ្វារស្បែកជើងរបស់នាងប្រឡាក់សុទ្ធតែភក់សក់និងសម្លៀកបំពាក់របស់នាងទើទឹកជោកដោយសារទឹកភ្លៀងទ្រង់សួរទៅនាងថាតើនាងជាអ្នកណានាងឆ្លើយតបវិញថាទូលបង្គំគឺជាព្រះនាងតើទូលបង្គំអាចស្នាក់នៅទីនេះរហូតដល់ភ្លៀងរាំងបានទេព្រះអង្គទ្រង់បានឲ្យព្រះនាងចូលក្នុងរាជវាំងបន្ទាប់មកទ្រង់បានទទួលព្រះរាជិនីថានាងជាម្ចាស់ស្ត្រីព្រះរាជិនីទ្រង់ឆ្វេងយល់ថាយើងនឹងរកឲ្យឃើញថាតើនាងពិតជាម្ចាស់ក្សត្រីពិតប្រាកដមែនដែរឬអត់ព្រះរាជិនីបានយាងចូលទៅក្នុងបន្ទប់គេងនិងបានយកពួកពូកទៅដាក់លើគ្រែគេងបន្ទាប់មកព្រះនាងបានដាក់គ្រាប់សណ្ដែកបារាំងនិងបាតក្រោមពូកព្រះរាជិនីបានដាក់ពូកចំនួន20នៅលើគ្រាប់សណ្ដែកបន្ទាប់មកទៀតព្រះនាងបានដាក់ភួយធ្វើពីរោមសត្វចំនួន20ទៀតស្មើគ្នានឹងពូកដែលនៅលើគ្រែនោះនេះគឺជាកន្លែងដែលព្រះនាងបានសម្រាកនៅយប់នោះព្រឹកស្អែកព្រះរាជិនីបានសួរព្រះនាងថាតើផ្ទុំយប់មិញយ៉ាងម៉េចដែរព្រះនាងឆ្លើយថាអូពិតជាពិបាកផ្ទុំណាស់ទូលបង្គំមានអារម្មណ៍ថាដូចជាផ្ទុំនៅលើថ្មអញ្ចឹងពិតជាអន់ឈឺខ្លួនខ្លាំងណាស់ឥឡូវនេះព្រះរាជិនីបានដឹងថាក្មេងស្រីម្នាក់នេះពិតជាម្ចាស់ក្សត្រីពិតប្រាកដមែនសម្រាប់ព្រះម្ចាស់ក្សត្រីពិតប្រាកដព្រះនាងអាចដឹងថាមានគ្រាប់សណ្ដែកនៅពីក្រោមពូកចំនួន20និងភួយធ្វើពីរោមសត្វចំនួន20ព្រះអង្គនិងព្រះនាងក៏បានរៀបអភិសេករៀបការជាមួយគ្នាទ្រង់និងព្រះនាងបានគ្រប់គ្រងនគរទាំងមូលហើយបានរស់នៅយ៉ាងជាសុភមង្គលតាំងពីពេលនោះមក